តោះបងប្អូនក្បាច់ថ្មីបានមកដល់ហើយក្នុងឱកាសចូលឆ្នាំថ្មីនេះជឿថានៅតែមានបងប្អូនមួយចំនួននៅផ្ទះមិនដើរលេងហើយយកពេលមកបង្កើតវីដេអូសម្រាប់ផុសរកលុយតាមអនឡាញជាពិសេសការរកលុយជាមួយ YouTube ដោយក្នុងវីដេអូនេះខ្ញុំនឹងលើកមកបង្ហាញបងប្អូនយ៉ាងពិសេសនៅការបង្កើតវីដេអូសម្រាប់បងប្អូនអាចរកលុយបានយ៉ាងច្រើនជាក់ស្ដែងវាជាប្រភេទវីដេអូដែលធ្វើការបង្កើតនិងសម្រួលដោយ AI ពិតណាស់នេះ Channel ដែលបានបង្កើតវីដេអូបែបហ្នឹងដែល Channel របស់គាត់មានអ្នក Subscriber ចំនួន 271k និងមានវីដេអូចំនួន 525 ផងដែរដោយវីដេអូទាំងអស់នោះជាប្រភេទវីដេអូដែលគេនិយាយពីអំណាចកងកម្លាំងទាហានការពារប្រទេសជាមួយសត្វព្រៃដែលពោរពេញទៅដោយអំណាចនៃភាពខ្លាំងអស្ចារ្យតាមប្រទេសនីមួយក្នុងពិភពលោកយើងនេះមែនទែនទៅយើងអាចធ្វើការឆែកចំនួនទឹកលុយដែល Channel របស់គាត់អាចរកបានដោយយើងចង់ដឹងថាតើ Channel របស់គាត់អាចរកលុយបានប៉ុន្មានក្នុងរយៈពេលប្រចាំខែនិងប្រចាំឆ្នាំផងដែរដោយខ្ញុំនឹងធ្វើការប្រើប្រាស់នៅ website មួយដែលគេពេញនិយមក្នុងការឆែកដែលមានឈ្មោះថា Social Blade អូខេយើងចូលមកដល់ website Social Blade ហើយនេះជា Channel របស់គាត់នៅក្នុង website ដែលមានឈ្មោះថា Vibe Generator ពិតណាស់ក្នុង website មួយនេះពិតជាបង្ហាញបានយ៉ាងច្បាស់នៅទិន្នន័យរបស់ Channel នេះជាចំនួនអ្នកមើលសរុបរបស់គាត់ហើយខាងក្រោមនេះជាចំនួន Subscriber បន្ថែមក្នុងរយៈពេល30ថ្ងៃគឺបាន 35k និង 25m អ្នកមើលផងដែរតោះកន្លែងដែលយើងចឹងដឹងសំខាន់ជាងគេគឺចំនួនលុយទាំងនេះជាចំនួនលុយដែលបានបង្ហាញយ៉ាងច្បាស់ដោយក្នុងរយៈពេលត្រឹមតែមួយខែ Channel របស់គាត់អាចរកលុយបានរហូតដល់ 6.4k ដុល្លារវាស្មើនឹង $6,400 រហូតដល់ទៅ 102k ដុល្លារស្មើនឹង $121,000 និងគិតជាឆ្នាំអាចរកលុយបាន 26k ទៅដល់ 424k ដុល្លារស្មើនឹង $424,000 ផងបន្ទាប់មកខាងក្រោមជាចំនួនលុយដែលគេរកបានដោយគិតជាថ្ងៃចឹងក្នុងមួយថ្ងៃគេពិតជារកបានយ៉ាងច្រើនអស្ចារ្យមែនទែនដោយទាំងអស់នេះជាចំនួនលុយដែលបងប្អូនអាចរកបានដោយគ្រាន់តែបង្កើតវីដេអូដោយប្រើប្រាស់ AI តែប៉ុណ្ណោះបើសិនជាចង់ដឹងសូមមើលវីដេអូមួយនេះឲ្យដល់ចប់មុនដល់ការបង្ហាញកុំភ្លេចជួយគាំទ្រដោយគ្រាន់តែចុច Subscribe ក្នុង Channel របស់ខ្ញុំម្នាក់មួយបើពេញចិត្តចុច Like ម្នាក់មួយផងព្រោះវាជាកម្លាំងចិត្តដ៏ធំសងខ្ញុំផងដែរតោះចូលទៅបង្កើតទាំងអស់គ្នាដើម្បីបង្កើតបានខ្ញុំមានវិធី4ទី1ការសរសេរ Script ទី2ការបង្កើតរូបភាពទី3ការបង្កើតវីដេអូនិងចុងក្រោយទី4កាត់វីដេអូវិធីទី1ការសរសេរ Script ជាដំបូងបងប្អូនចូលទៅកាន់ YouTube ហើយវាឈ្មោះថា Vibe Generator នេះជាវីដេអូ AI ដែលគេបានបង្កើតគឺអាចរកលុយបានច្រើននឹងទទួលបានអ្នកចូលមើលយ៉ាងច្រើនដូចវីដេអូនេះទទួលបានអ្នកមើលចំនួន40លានជាដើមដូច្នេះយើងអាចជ្រើសរើសវីដេអូមួយដែលយើងចង់ធ្វើបន្ទាប់មកយើងគ្រាន់តែធ្វើការថត screen វីដេអូនឹងមកបងប្អូនអាចថតប៉ុន្មានវីដេអូបានឲ្យតែយើងចង់បានបន្ទាប់មកទៀតយើងចូលទៅកាន់ Google ហើយធ្វើការវិថា ChatGPT បន្ទាប់មកយើង upload រូបភាពដែលយើងបានថតនឹងចូលមកខាងក្រោមយើងធ្វើការសរសេរ prompt ចូលមកដែល prompt នេះខ្ញុំបានធ្វើការដាក់នៅខាងក្រោម description ចូលមកដល់ជំហានទី2ការបង្កើតរូបភាពធ្វើការចូលមកកាន់ Google ហើយវិថា Leonardo AI នេះជាទម្រង់ website ទាំងមូលដែលជា website ដែលយើងអាចបង្កើតរូបភាពបានយ៉ាងច្រើនចឹងដើម្បីបង្កើតរូបភាពបានចូលមកកាន់ពាក្យថា image creation មុនចូលទៅកាន់ការបង្កើតយើងក្រឡេកមកមើលខាងឆ្វេងដៃយើងធ្វើការកែនៅ setting មួយចំនួនសិនកន្លែង model យើងធ្វើការជ្រើសរើស phonics 1.0 ខាងក្រោមយើងជ្រើសរើសពាក្យថា auto ចំណែក state យើងជ្រើសរើស dynamic ចំណែក contrast វិញយក height ទំហំយើងជ្រើសរើស 9 ដោយ 16 បន្ទាប់ពីយើងកំណត់ setting ហើយបន្ទាប់មកទៀតយើងត្រូវសរសេរ prompt ចូលនៅចំណុចខាងលើដើម្បីបង្កើតរូបភាពរបៀបសរសេរត្រូវចូលទៅកាន់ ChatGPT ហើយត្រូវធ្វើការ copy prompt ទាំងអស់នេះដែលយើងបានបង្កើតកាលពីដំបូងបន្ទាប់ចុច generate ដែលត្រូវចំណាយកាក់ចំនួន 24 កាក់ក្នុងការបង្កើតម្ដង AI វានឹងកំពុងបង្កើតរូបភាពឲ្យយើងហើយដោយគ្រាន់តែធ្វើការរងចាំទាំងនេះជារូបភាពដែលបានបង្កើតឡើងពិតជាមានភាពស្រស់ស្អាតបន្ទាប់មកយើង copy បន្តទៀតដើម្បីបង្កើតរូបកាន់តែច្រើនចូលដល់ជំហានទី3ការបង្កើតវីដេអូក្នុងការបង្កើតវីដេអូខ្ញុំនឹងប្រើប្រាស់នៅ website មួយចូលទៅកាន់ Google ហើយវាឈ្មោះថា Hello AI ដោយទាំងនេះជាទម្រង់របស់ website ទាំងមូលដែលមានរបៀបអាចឲ្យយើងបង្កើតរូបភាពបានយ៉ាងច្រើនចូលមក create video ខាងលើកំណត់យក image to video
ដោយទាំងនេះជាវីដេអូបានបង្កើតឡើងពិតជាស្រស់ស្អាតបញ្ចប់ការបង្កើតទាំង3ជំហានចូលដល់ចុចក្រោយការកាត់ទៅវីដេអូមុនដល់ការកាត់យើងត្រូវជ្រើសរើសភ្លេងនៅក្នុងវីដេអូជាមុនសិនដោយយើងត្រូវជ្រើសរើសភ្លេងណាឲ្យវាត្រូវនឹងវីដេអូរបស់យើងនឹងមិនបារម្ភជាប់ copyright ដោយភ្លេងដែលល្អខ្ញុំនឹងប្រើប្រាស់ភ្លេងនៅក្នុង YouTube Library ហើយកន្លែង search ខាងលើវាថា Epic ស្វែងរកភ្លេងមួយដែលមានឈ្មោះថា Battle of the Beast ចូលទៅកាន់ CapCut ទាញវីដេអូចូលនៅពេលដែលបង្កើតវីដេអូមកវានឹងជាប់ logo នៅខាងក្រោមពង្រីកវាឡើងដើម្បីកាត់ចោលខេចឹងការកាត់មានតែប៉ុណ្្នឹងទេចុច export ខាងលើដាក់ឈ្មោះសង្ឃឹមថាវីដេអូនេះបងប្អូនពេញចិត្តហើយនឹងធ្វើបានទាំងអស់គ្នាអរគុណបាទ